រឿងកូនឆ្មាតូចដ៏មានពិសនៅក្នុងភូមិដាច់ស្រយាលមួយមានកូនឆ្មាខ្មៅតូចមួយឈ្មោះចេនរោមរបស់វាទន់ប៉ុន្តែភ្នែករបស់វាភ្លឺបៃតងដូចបេះដូងត្បូងមរកតចេនជាឆ្មាមួយដែលរស់នៅជាមួយនឹងយាយស្រេងដែលនៅក្នុងផ្ទះឈើមួយអ្នកភូមិភ័យខ្លាចជាមួយនឹងចេនខ្លាំងណាស់ពួកគេជឿថាកូនឆ្មានេះមានចិត្តពលហើយប្រសិនបើវាខ្វាចឬក៏ខំអ្នកណាម្នាក់នោះអ្នកនោះនឹងស្លាប់ភ្លាមថ្ងៃមួយចៅមួយក្រុមបានលួចចូលផ្ទះលោកយាយស្រេងដោយសង្ឃឹមថានឹងលួចបានរបស់មានតម្លៃពួកគេដើររកវត្ថុដែលមានតម្លៃផ្សេងនៅក្នុងផ្ទះស្រាប់តែឮសំឡេងញ៉ាំញ៉ាវបន្លឺឡើងក្នុងភាពងងឹតចៅម្នាក់ស្រាប់តែត្រជាក់មុខស្លេកដោយការផិតភ័យចេនកំពុងតោងជើងរបស់គាត់ភ្នែកបៃតងរបស់វាបានសម្លឹងទៅមើលចៅធ្វើឲ្យចៅលុះព្រលឹងរត់ចេញពីផ្ទះចៅបានស្រែកឆោឡោហើយបាត់បង់លំនឹងពួកវាទាំងពីរក៏បានធ្លាក់ពីលើផ្ទះរបស់យាយស្រេងហើយដៃគូរបស់វាម្នាក់ទៀតក៏ស្លន់ស្លោរត់បាត់ឈឹងទាំងយប់ពេលយាយស្រេងភ្ញាក់ពីដំណេកអុចទៀនឃើញតែចេនអង្គុយស្ងៀមចោលដែលដួលនោះឥឡូវភ័យរត់បាត់ទៅអស់ហើយចាប់ពីថ្ងៃនោះមកអ្នកភូមិឈប់ហៅចេនជាកូនឆ្មាពុលទៀតហើយផ្ទុយទៅវិញពួកគេជឿថាជាវិញ្ញាណដែលយាមការពារម្ចាស់ពីគ្រោះថ្នាក់ទៅវិញនោះទេ